ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរចានែលយើងខ្ញុំសូមជូននៅជំនឿហើយនឹងហុងស៊ុយក្នុងការជ្រើសរើសរូបសំណាកសត្វសម្រាប់អ្នកកើតនៅក្នុងថ្ងៃទាំង7ដើម្បីលើករាសីដល់ផ្ទះការបន្ថែមបារមីដោយយករូបសំណាកសត្វនានាគឺជាការលើកស្ទួយជោគជតារាសីឲ្យខ្លួនឯងយ៉ាងប្រពៃបើលោកអ្នកចង់ឲ្យរាសីថ្ងៃកំណើតខ្លួនឯងកាន់តែប្រសើរឡើងលោកអ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះសម្រាប់អ្នកដែលកើតនៅក្នុងថ្ងៃអាទិត្យទេវតាថ្ងៃអាទិត្យបានយករាជសីហ៍ធ្វើជាយានជំនិះបើចង់បន្ថែមបារមីដល់ខ្លួនឯងលោកអ្នកគួរតែមានរូបចម្លាក់ឬក៏រូបភាពរាជសីហ៍តុបតែងលម្អក្នុងផ្ទះនិងកន្លែងធ្វើការដោយបែរមុខចំទៅទិសខាងកើតឬក៏ខាងជើងព្រោះអាចជួយបញ្ជៀសឧបសគ្គបានយ៉ាងល្អគេមានជំនឿជឿថារាជសីហ៍គឺជាសត្វដែលមានអំណាចដូច្នេះបើយើងមានទុកនៅក្នុងផ្ទះធ្វើឲ្យមានអំណាចនិងក្តីចម្រុងចម្រើនសម្រាប់លោកអ្នកដែលកើតនៅក្នុងថ្ងៃច័ន្ទទេវតាថ្ងៃច័ន្ទបានយកសត្វសេះធ្វើជាយានជំនិះបើលោកអ្នកចង់បន្ថែមបារមីដល់ខ្លួនឯងលោកអ្នកគួរតែមានរូបសំណាកសត្វសេះទុកនៅក្នុងផ្ទះសម្បែងរូបសំណាកលោកអ្នកអាចយកមកដាក់ជាបញ្ឈរឬក៏រូបភាពដាក់តាមផ្ទះឬក៏កន្លែងធ្វើការដោយបែរមុខចេញទៅផ្លូវគេមានជំនឿជឿថាការតាំងរូបសេះជួយធ្វើឲ្យមានការជឿនលឿនទៅមុខទាំងការប្រកបរបររកស៊ីជួញដូរនិងការងារផ្សេងៗសម្រាប់លោកអ្នកដែលកើតនៅក្នុងថ្ងៃអង្គារទេវតាថ្ងៃអង្គារបានយកសត្វក្របីធ្វើជាយានជំនិះការចង់បន្ថែមដល់បារមីដល់ជោគជតារាសីរបស់អ្នកលោកអ្នកគួរតែមានរូបសំណាកឬក៏ជារូបសត្វក្របីទុកនៅក្នុងផ្ទះនិងកន្លែងធ្វើការយករូបសត្វក្របីតាំងលម្អផ្ទះគេមានជំនឿជឿថាជួយបន្ថែមភាពសុខដុមនិងកើតមានភាពត្រជាក់ត្រជុំល្អខ្លាំងណាស់សម្រាប់លោកអ្នកដែលកើតនៅក្នុងថ្ងៃពុធទេវតាថ្ងៃពុធបានយកសត្វដំរីធ្វើជាយានជំនិះដូច្នេះបើលោកអ្នកចង់បន្ថែមបារមីដល់ខ្លួនឯងលោកអ្នកគួរតែយករូបសំណាកឬក៏រូបភាពសត្វដំរីមកតាំងលម្អនៅក្នុងផ្ទះនិងកន្លែងធ្វើការចំពោះរូបទាំងនេះគួរតែបែរមុខទៅទិសខាងកើតឬក៏ខាងជើងដើម្បីជួយឲ្យមានភាពត្រជាក់ត្រជុំមានភាពសុខដុមគេមានជំនឿជឿថាសត្វដំរីជាសត្វនាំជោគលាភមកឲ្យដល់ម្ចាស់ផ្ទះតែម្ដងសម្រាប់លោកអ្នកដែលកើតនៅក្នុងថ្ងៃព្រហស្បតិ៍ទេវតាថ្ងៃព្រហស្បតិ៍បានយកសត្វប្រើសធ្វើជាយានជំនិះបើអ្នកចង់បន្ថែមបារមីគួរតែយករូបសំណាកសត្វឬក៏រូបភាពសត្វប្រើសមកតុបតែងនៅក្នុងផ្ទះនិងកន្លែងធ្វើការចាស់បុរាណគាត់មានជំនឿជឿថាប្រើសជាសត្វតំណាងឲ្យសេចក្តីស្រឡាញ់និងជោគលាភសម្រាប់លោកអ្នកដែលកើតនៅក្នុងថ្ងៃសុក្រទេវតាថ្ងៃសុក្របានយកសត្វគោធ្វើជាយានជំនិះដើម្បីបន្ថែមបារមីដល់ខ្លួនឯងលោកអ្នកគួរតែមានរូបសំណាកសត្វឬក៏រូបភាពសត្វគោទុកតាមផ្ទះសម្បែងឬក៏កន្លែងធ្វើការរបស់លោកអ្នកគេមានជំនឿជឿថាសត្វគោជួយថែរក្សានិងជួយទ្រទ្រង់ជីវិតឲ្យកាន់តែប្រសើរឡើងទៅមុខសម្រាប់លោកអ្នកដែលកើតនៅក្នុងថ្ងៃសៅរ៍ទេវតាថ្ងៃសៅរ៍បានយកសត្វខ្លាធ្វើជាយានជំនិះបើលោកអ្នកចង់បន្ថែមបារមីដល់ខ្លួនឯងលោកអ្នកគួរតែមានរូបសំណាកសត្វខ្លារូបភាពសត្វខ្លាដាក់តាំងនៅលើតុធ្វើការនិងតុបតែងក្នុងផ្ទះសម្បែងចាស់បុរាណមានជំនឿជឿថាសត្វខ្លាមានអំណាចជួយផ្ដល់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការតស៊ូធ្វើឲ្យជីវិតកាន់តែរុងរឿងទៅមុខ